ញោមអាណិតចាស់សាច់រឿងខ្លាំងមែនតើទ្រោមខ្លួនតែម្ដងនៅក្នុងឆ្នាំ2020បងអូនប្រុសម្នាក់ឈ្មោះរ៉ាហ្នឹងហើយគាត់គឺជាអ្នករស់នៅខេត្តសៀមរាបហើយគាត់បានឡើងមកនៅទីក្រុងភ្នំពេញដោយបានជួលខុនដូមួយកន្លែងហើយខ្ញុំសូមបញ្ជាក់តាទីតាំងទេគឺនៅម្ដុំបឹងកក់តែខ្ញុំមិនប្រាប់ឈ្មោះខុនដូទេគឺនៅថ្ងៃនោះគាត់មើលទៅខុនដូហ្នឹងគាត់ពេញចិត្តខ្លាំងមែនតើខុនដូហ្នឹងមានចំនួន12ជាន់ហើយគាត់ជួលនៅជាន់ទី11ដែលជាជាន់គេហៅថាថ្លៃដែរព្រោះខុនដូនាពេលបច្ចុប្បន្នហ្នឹងគឺជាន់ក្រោមមិនសូវថ្លៃប៉ុន្មានទេកាន់តែជាន់លើគឺកាន់តែថ្លៃសភាពនៃខុនដូនោះគឺរបៀបម្ចាស់ខុនដូគេមានលុយទិញតែគេអត់បាននៅផ្ទាល់ទេអញ្ចឹងគេរៀបចំឲ្យស្អាតហើយគេទុកជួលបន្តអញ្ចឹងណាហើយនៅក្នុងបន្ទប់ហ្នឹងទទេស្អាតតែម្ដងអត់មានសម្ភារៈអ្វីច្រើននោះទេបងអូនរ៉ាផ្ទាល់ហ្នឹងគាត់ក៏មិនមានប្រដាប់ប្រដាអ្វីច្រើនគាត់មិនត្រូវការសម្ភារៈអ្វីច្រើនដែរមានតែវ៉ាលីខោអាវមួយជាមួយនឹងរបស់របរប្រើប្រាស់សម្រាប់គេងឬក៏ប្រើប្រាស់ជីវិតប្រចាំថ្ងៃតិចតួចនឹងឯងព្រោះថាពេលខ្លះយើងទៅតែឡើងមកនៅទីក្រុងភ្នំពេញភ្លាមផ្ទាល់អញ្ចឹងក៏យើងចាំទិញតាមក្រោយអញ្ចឹងណាបងប្អូននៅយប់ដំបូងដែលគាត់ចូលទៅគេងនៅកន្លែងហ្នឹងគាត់គេងមិនសូវជាលក់ល្អប៉ុន្មានទេព្រោះថាវាប្លែកទីតាំងប្លែកកន្លែងបរិយាកាសផងយ៉ាងណាក៏ដោយក៏គាត់ត្រូវតែខំបិទភ្នែកឲ្យចិត្តព្រោះថាថ្ងៃស្អែកហ្នឹងគាត់ត្រូវរៀននៅយប់ហ្នឹងគឺគាត់ខំប្រឹងបិទភ្នែកបែរទៅបែរមករសាប់រសល់នៅក្នុងខ្លួនតែខំប្រឹងគេងយ៉ាងណាក៏គេងមិនលក់ដែរនៅមានអារម្មណ៍ដឹងគ្រប់យ៉ាងអ្វីដែលកើតឡើងនៅជុំវិញខ្លួនអញ្ចឹងណាតែនៅពេលដែលកំពុងតែគេងហ្នឹងស្រាប់តែគាត់ឮសូរសំឡេងចណ្ដើរយន្តអូភ្លេចប្រាប់ថាបន្ទប់របស់គាត់ហ្នឹងនៅក្បែរចណ្ដើរយន្តហ្នឹងតែម្ដងបាទឮសូរទីងបន្ទាប់មកឈប់នៅចំជាន់របស់គាត់តែម្ដងចណ្ដើរយន្តនោះបន្ទាប់មកគាត់ក៏ឮសំឡេងសម្រឹបមនុស្សដើរអ្នកទាំងអស់គ្នាតប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 ស្របពេលជាមួយគ្នាក៏មានឮសំឡេងដូចជាកូនសោដែលយើងដាក់បាត់ព្យួរជាប់កាបូបធម្មតាយើងកាន់កាបូបឬក៏ស្ពីកាបូបអញ្ចឹងតែងតែមានអាប្រដាប់គេព្យួរសោអ្នកទាំងអស់គ្នាអញ្ចឹងឮសូរក្លែងខ្លងទៅមកអញ្ចឹងទៅពេលហ្នឹងគាត់អត់បានមើលម៉ោងដែរថាតើម៉ោងប៉ុន្មានដឹងតែវាយប់ជ្រៅទៅហើយពីព្រោះថាគាត់ចាប់ផ្ដើមចូលគេងនៅប្រហែលម៉ោង11យប់បាត់ទៅហើយគាត់ក៏ចាប់ផ្ដើមទាញទូរស័ព្ទយកមកមើលហើយគាត់ក៏ឃើញថាគឺនៅម៉ោង12:45នាទីយប់គឺយប់ខ្លាំងមែនតែនហើយអញ្ចឹងគាត់ក៏អត់បានចាប់អារម្មណ៍អីច្រើនដែរគាត់ព្យាយាមបិទភ្នែកសង្ងំគេងព្រោះថាស្អែកគាត់ត្រូវទៅរៀនពេញម៉ោងតែម្ដងខ្លាចអត់មានកម្លាំងអញ្ចឹងណាបងប្អូនយប់ហ្នឹងក៏ជ្រុលគេងលក់ទៅយប់ទី1គឺមិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ទេទៅរៀនធម្មតាចប់ម៉ោងល្ងាចក៏មកផ្ទះវិញប្រើប្រាស់ជីវិតបែបហ្នឹងគ្មានអ្វីខុសប្លែកនោះទេរហូតដល់យប់ទី2គាត់ក៏ចូលគេងតែគេងមិនលក់ដូចមុនអញ្ចឹងហើយគាត់ព្យាយាមបិទភ្នែកបង្វិលខ្លួនទៅឆ្វេងទៅស្ដាំមើលមាត់បង្អួចមើលពីដានអញ្ចឹងណាបងប្អូនសុកគាត់ក៏ស្រាប់តែឮសំឡេងដូចយប់ទី1ដែរចណ្ដើរក៏បន្លឺសំឡេងមកទឹងព្រមជាមួយនឹងសំឡេងស្បែកជើងកែងរបស់មនុស្សស្រីដែលឮសូរតបហើយនឹងកូនសោឮខ្លាំងដូចយប់ទី1បេះបិទតែម្ដងគាត់ក៏ទាញនាឡិកាមកមើលគឺ12យប់45នាទីអូអ្នកទាំងអស់គ្នាគាត់គិតនៅក្នុងចិត្តខ្លួនឯងថានារីម្នាក់នឹងប្រកាសជាអ្នកធ្វើការយប់អញ្ចឹងហើយចាប់ម៉ោងការងារគឺទៀងទាត់ស្មើម៉ោងតែម្ដងគាត់ក៏មិនបានគិតអ្វីច្រើនដែរព្យាយាមសង្ងំបិទភ្នែកគេងទៅវិញអញ្ចឹងណាហើយក៏មិនបានគិតភ្នែកទៅលើរឿងរ៉ាវអ្វីដែលព្រឺសម្បុរនោះដែរអូយអ្នកទាំងអស់គ្នាគ្រាន់តែនិយាយថាប៉ុណ្្នឹងគឺខ្ញុំព្រឺសម្បល់ហើយកប់ជួនកូនឆ្កែអីខ្ញុំហ្នឹងគឺមិននៅជុំវិញខ្លួនខ្ញុំតែម្ដងសង្ស័យមានអារម្មណ៍ដូចខ្ញុំអញ្ចឹងរហូតដល់យប់ទី3អូយអ្នកទាំងអស់គ្នានៅថ្ងៃហ្នឹងគឺគាត់អត់បានបិទទ្វារបន្ទប់ទៅទៀតដោយសារតែគាត់មានអារម្មណ៍ស្អុះស្អាប់អញ្ចឹងណាហើយកប់ជួនគាត់ត្រូវធ្វើ assignment យីសាលារៀនគេហ្នឹងគឺទៅដល់រៀនត្រឹមតែ3ថ្ងៃមាន assignment មកធ្វើនៅផ្ទះហើយគឺជាការងារផ្ទះផ្សេងដើម្បីប្រគល់ឲ្យគ្រូសាលាហើយគាត់ក៏បើកទ្វារចោលអញ្ចឹងទៅដើម្បីឲ្យមានខ្យល់ចេញចូលព្រោះគាត់បានបើកបង្អួចដែរមាត់បង្អួចដែរប៉ុន្តែវាដូចជាខ្វះអុកស៊ីហ្សែនអញ្ចឹងណាអញ្ចឹងគាត់ត្រូវការបរិយាកាសដើម្បីធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍មានមូដល្អក្នុងការសិក្សាពេលហ្នឹងគឺគាត់នៅអង្គុយធ្វើការដោយមិនដឹងថាម៉ោងប៉ុន្មាននោះទេស្រាប់តែគាត់ឮសំឡេងចណ្ដើរយន្តទៀតហើយទឹងរួមជាមួយនឹងសំឡេងស្បែកជើងតប
តប់ជាមួយនឹងសម្លេងកូនសោដូចដើមបេះបិទតែម្ដងបាទយប់ទី1យប់ទី2យប់ទី3គឺដូចគ្នាគាត់អង្គុយស្ដាប់មកស្របក់រហូតដល់សម្លេងហ្នឹងដើរចិត្តមកដល់មាត់បន្ទប់គាត់ណានិយាយរួមទៅគឺគាត់ចាប់ផ្ដើមក្រឡេកមើលទៅមាត់ទ្វារតែម្ដងស្រាប់តែគាត់បានឃើញនារីម្នាក់ដែលជានារីពាក់ឯកសន្តាននិស្សិតជានារីដែលមានស្បែកមុខសមុខតូចច្រឡឹងគួរឲ្យស្រឡាញ់និយាយរួមទៅតាំងពីចុងសក់ដល់ចុងជើងគឺមើលទៅគឺជានារីស្អាតតែម្ដងហើយការស្លៀកពាក់របស់គាត់រៀងសិចស៊ីបន្តិចតែបែបនិស្សិតទេពាក់ស្បែកជើងកែងចោតមានកតាបស្ពាយចំហៀងហើយកតាបហ្នឹងពិតណាស់គឺមានកន្លែងធ្ពក់កូនសោពិតប្រកបមែនគាត់សម្លឹងមើលទៅមួយផ្លែទៅគឺអត់មានអ្វីខុសប្លែកទេគឺជាស្រីស្អាតតែម្ដងគ្រាន់តែឃើញនារីនឹងភ្លាមគឺគេហៅថា first crush តែម្ដងជួបដំបូងពេញចិត្តតែម្ដងសពគ្រប់បែបយ៉ាងគឺជា type របស់គាត់គិតថានារីម្នាក់ហ្នឹងប្រកាសជាត្រូវទៅរៀនហើយត្រឡប់ទៅធ្វើការយប់បាទគេហៅថាធ្វើការថែម៉ោងអញ្ចឹងណាគាត់អត់បានចាប់អារម្មណ៍អ្វីទេបានត្រឹមតែញញឹមហើយក៏ដើរទៅបិទមាត់ទ្វារបន្ទប់អញ្ចឹងទៅព្រោះនារីហ្នឹងក៏បានដើរទៅផុតទៅហើយអត់បានលួចមើលគេពីក្រោយខ្នងទេគាត់ក៏ទាញបិទទ្វារពឹបផ្អែកនឹងទ្វារហ្នឹងតែម្ដងអារម្មណ៍បេះដូងរបស់គាត់ដូចលោតខុសចង្វាក់អញ្ចឹងណាដឹកព្រោះក្រឹសគេហ៎គឺដល់យប់ទី4ហើយនៅម៉ោងដដែលគឺប្អូនរ៉ាចាំតែម្ដងយប់ហ្នឹងគឺនៅរងចាំគេតែម្ដងដោយសារតែលួចស្រឡាញ់គេក៏បើកទ្វារចំហចោលតែម្ដងលើកហ្នឹងបើកចំហចោលធំជាងមុនទៀតដើម្បីឃើញមនុស្សដែលខ្លួនឯងស្រឡាញ់អញ្ចឹងណាគឺចាំគេមកដល់តែម្ដងស្រាប់តែនៅម៉ោង12:45នាទីយប់ហ្នឹងសំឡេងចណ្ដាលយន្តក៏លឺពិតប្រាកដមែនទឹងបងប្អូនសាកិនមើលបើទោះបីជាម្នាក់ហ្នឹងធ្វើការដាច់យប់ហើយចេញមកពីធ្វើការទៀងម៉ោងទៀងពេកក៏វាមិនដែរណាបាទលឺសំឡេងចលាយន្តគ្រប់ពេលវេលាម៉ោងដដែលដែរនៅពេលហ្នឹងគឺបងអូនរ៉ាក៏បន្លប់ធ្វើជាដើរបោះសម្អាតបន្ទប់របស់ខ្លួនឯងអញ្ចឹងណាហើយភ្នែកចេះតែកលេចមើលទៅមាត់ទ្វារអញ្ចឹងទៅបោះបណ្ដើកលេចបណ្ដើបោះបណ្ដើក្រលេចបណ្ដើរហូតដល់នារីម្នាក់ហ្នឹងដើរតបកាន់តែចិត្តមកដល់បន្ទប់របស់គាត់ប្អូនរ៉ាបេះដូងកាន់តែលុតញាប់ទៅពីបំផុតនារីម្នាក់នោះក៏ប្រដិសខ្លួននៅមុខទ្វារបន្ទប់របស់ប្អូនរ៉ាមែននាងក៏បានក្រឡេកមើលមកប្អូនរ៉ាដែរពេលហ្នឹងប្អូនរ៉ាក៏សម្រេចចិត្តនិយាយទៅកាន់នារីម្នាក់នោះថាមកផ្ទះយប់ជ្រៅដល់ហើយណនារីនោះក៏សម្លឹងមកមុខប្អូនរ៉ាហើយក៏គាត់អត់មាននិយាយអ្វីទេគឺញញឹមតបមកប្អូនរ៉ាវិញប្អូនរ៉ាមានអារម្មណ៍ថាល្អមែនទែនដោយសារតែបាននិយាយទៅកាន់គេហើយគេញញឹមវិលត្រឡប់មកវិញអញ្ចឹងណាគាត់គិតថាអូនារីម្នាក់ហ្នឹងអត់បានស្អប់ខ្ពើមគាត់អញ្ចឹងណាគិតថាប្រកបជានារីម្នាក់ហ្នឹងអាចនឹងចាប់អារម្មណ៍គាត់ដែរមើលទៅបានជាញញឹមដាក់គាត់ទាំងដែលមិនដែរស្គាល់គ្នាផងហើយយប់ប្រលប់ទៅទៀតហើយយប់ហ្នឹងក៏បាទកន្លងផុតទៅអត់មានអ្វីកើតឡើងទេអូយអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរនៅយប់ទី4ហើយឃើញដដែលជាប់គ្នាអញ្ចឹងណាបងប្អូនខ្ញុំនិយាយបដាខ្ញុំព្រឺសបល់បដានៅយប់បន្ទាប់មកហ្នឹងប្អូនរ៉ាក៏ធ្វើដូចយប់រដងអញ្ចឹងបើកទ្វារបន្ទប់អង្គុយរៀននៅជិតមាត់ទ្វារតែម្ដងចាំប្អូនស្រីម្នាក់ហ្នឹងត្រឡប់មកពីធ្វើការវិញដោយដើរកាត់បន្ទប់របស់គាត់ហើយនៅយប់នេះគាត់នឹងព្យាយាមធ្វើម៉េចលួចមើលប្អូនស្រីហ្នឹងឲ្យដឹងថាប្អូនស្រីម្នាក់ហ្នឹងនៅបន្ទប់មួយណានៅពេលដែលដល់វេលាដើមគឺម៉ោង12:45នាទីសំឡេងចណ្ដាយន្តទឹងក៏បន្លឺឡើងនារីដើរជាមួយនឹងស្បែកជើងកែងចោតសំឡេងសោគឺលួចដូចដើមបេះបិទតែម្ដងនៅពេលដែលនារីម្នាក់ហ្នឹងដើរកាត់បន្ទប់គាត់ប្អូនរ៉ាក៏ព្យាយាមឆ្ងុកមុខចេញទៅលួចមើលដើម្បីឲ្យដឹងថាប្អូនស្រីម្នាក់ហ្នឹងណាគាត់នៅឈរនៅមុខបន្ទប់មួយណាស្រាប់តែគាត់ឃើញនារីម្នាក់ហ្នឹងដើរផុតពីបន្ទប់មួយទៅបន្ទប់មួយដើររហូតដល់ចុងផ្លូវនឹងតែម្ដងបងប្អូនដឹងអត់ធម្មតានៅចុងផ្លូវនៃខុនដូមួយអញ្ចឹងគេមានបង្អួចទុកសម្រាប់បើកឲ្យខ្យល់ចេញចូលនៅក្នុងអាគារអញ្ចឹងណានៅពេលដែលប្អូនរ៉ាកំពុងតែមើលប្អូនស្រីម្នាក់ហ្នឹងសុកគាត់ក៏ឈប់ហើយងាកមុខមកមើលប្អូនរ៉ាវិញដូចបញ្ជាក់ថានាងដឹងថាមានអ្នកលួចមើលគាត់ពីខាងក្រោយអញ្ចឹងណាប៉ុន្តែគាត់មិនបានធ្វើឲ្យគាត់ភ្ញាក់ផ្អើលអ្វីនោះដែរបែរជាញញឹមហើយថែមទាំងងក់ក្បាលញាក់ចើមជាសញ្ញាមកឲ្យប្អូនរ៉ាទៀតប្អូនរ៉ាគិតតែឯងពេលហ្នឹងថាចំមិនក៏គាត់ធ្វើសញ្ញាបែបអញ្ចឹងងក់ក្បាលញាក់ចើមដាក់គាត់អញ្ចឹងហើយពេលហ្នឹងប្អូនរ៉ាក៏បានយកដៃចង្អុលដាក់ខ្លួនគាត់ថាហ្នឹងហើយខ្ញុំមែនសញ្ញោដាក់ខ្ញុំមែនអញ្ចឹងណាបាទនារីម្នាក់នោះក៏ងក់ក្បាល
là ngày niếng cầm pông tại sầm lăng mà bọn rá hơi chạp à rộng mà bọn rá tay mà đong niếng ban bọ đai ở bọn rá đào tới á ai bọn rá bên nâng đôi chim mình nước ấp miên sạch tệ nước không luôn tê lại sầm lăng mơ xảy ra chăng á hay có đa trên bị bẩn túc tới được luôn ánh tèng luôn ấy ấp miên sạch tệ tê cứ mà dáng cứ đa tới tèng này tròn tay mà đong chăng á bọn đôi mình được mà mơ là ngày bạt bên nâng bọn rá cất luôn anh thà cho một bọn say mẹ nâng bọ đai hai tầng chăng niềmประกอบ chia sẻ lạnh cọt đai hai ấy bọn nâng có cọt đa tới tèng vẽ bài chương từ tiết chương từ tê thay mà đón bong ôn nơi bên để ôn ra đa chật tới đo nề ri mà nè nấng chất mền ten hói và hai chị phèm chùm hiên tiết đó sóc nề ri mà nè nấng á có bay từ một bằng ui rồi còn lót tam một bằng ui nấng chọc từ cao tay mà đong ôn ra có sấy lòng khăng tay mà đong ơi bên nấng con ban cất than nấng cứ chỉ một nư được không ai ấy thế con cất than hết ấy bàn niêng thơ bài trắng á nè tầng ngọc khía hồพลีมนั่งคือก็ตู้แต่จับได้ในรีมันเนี่ยนั่งปนใต้คืออัดตอนเต้เนียงบานโลแต่ขางกรอบบัดเฮ้ยพออนร้ารมทดจัดแมนเต้นโอ้เนี่ยต้องออกเนี่ยบอกสันจียืงวิ่งเคยใบนั่งวิ่งเนี่ยต้องออกเนี่ยรถแต่เมื่อตามมดบังอุ้ยหรือก่อยืงรถแต่บรรทุกวิ่งเนี่ยต้องออกเนี่ยสักกันเหมือปอนร้าคือกอดรนทดจัดแมนเต้นเบ็ดดงกอดลดจังประตูจริงมาคางกลายตรุงแต่เฮ้ยไปนู้กอดกอดสตูแต่อาร์ตเมื่อตามมดบังอุ้ยทันเลี้ยงอย่างไม่เฮ้ยกากัดไปนั่งกอดกัดโดยขนมเรืองจังบองปอนใส่มาเนี่ยนั่งประกอบจิตติดเอาเฮ้ยเด็กกับหมกโหชิมเป็นครูนแต่มาดองจังจุ่มเป็นครูนแต่มาดองอะแต่มันจังตีบายจีนในรีมาเนี่ยนั่งnơi cho bị khang crom hơi sầm lưng một ổn ra đôi nhẫn nhấm hay bọt đầy ở cọt lột từ tam chân á bong ổn ô con tại phần nâng ổn ra cho nho chương tột trượt bể đuông top kén thưa vậy mình chính xong bay tại trong đá tỏ lọt tới mình tục với nhá có thưa mình rồi đây cứ chương nó thật đuôi là nè cái mình chắc chương cho mình ơi cầm ra chân bong ổn thưa ở với con mình trời đây còn tay ở vậy để thưa ở cọt kén lực đầy lực chương từ na lên rối từ sọc sập tại lư sâu sầm lên trần đá yun tưng cọt còn nghiện mơ tới trần đá yun chẳng bể đúng đứt lư sầm lên sập bài chương canh trao tóc cho mũi nâng sầm lên côn sao tai miên khơi nhỏ ná cây mà nè đào tê nè tao này hay ở với ban chỉ lư sầm lên tặng on nu cứ miên tại ôn rá cho nên lơ plơ mọt plơ này à kia nâng tại anh ô nè tặng này tai sầm lên đa nu lư can tại chật lang cọt đa tặng với tình yêu mà đo mình tích dọc đáy căn chương tay mà đo nè tặng kia đang bấy ở tại đo bình tục vinh tầm rõn tại đo bình tục nâng cứ sân tại đây cho tại hơi pru tại chương keng môi cần lãnh riêng cái keng sập cục bạch dáng tay muôn nâng cọt cho tại đo bình tục cọt có ban lư xô sầm lên soi cọt cóประหยัด bật phìa chả sao hơi cọt tê rọc bụng mạ cọt cục lê tay mà đong sầm lên soi nâng á nơi tại bẩn to lư lang ôi phổ tha pe nắng bảo sinh chỉ ở quạt ở rốt trôi chân đào yôn chi mà khang cào tại anh có quạt tới mình ruột đây pro khai ôn sợi mình nè nắng nơi khung chân đào yôn chừng mũi quạt tay mà đó cứ mình chọc nè ở kia quạt thòm lên ban hơi chăm ngày sai mình cao tế mình du mình mán mình phe bọc quạt còn mà cô thùy ôn ra mình toàn ban vậy ở với prap đây trầm tại tha trên bị tin đi sân tới chăm tại đọp tè bụng mà bọc luôn nắng chăm như vậy rồi hốt đọp tè mất phe bọc luôn đại chỉ bẩn túc chua tôi riêng chẳng yên quạt có ban này vậy rương rai từng ót đại ban cao lang ở mất phe bọc luôn đạp cọt ban prap tha cọt xôm nơi tin nắng bị bảy ngày sân hơiแต่นั่งโตยเป๊กในจุ่มคณีใบบุญเนี่ยจังคือวิลมบ้าบัดไทม์ปนรามวยเตียนจังเต้วิบุญเนี่ยกันแต่จังอีดคลังเหม็นเต้นก็มีนมัดมาเนี่ยที่ในใจท่ากันใจเต้มันจังใบเตยนาเต้คือปุยยังเต้นในบรรทุกจมูกนางราไอ้แต่มาดองเต้ในไอคอนโดนางแต่มาดองเวียตุลีให้บ่จุบด้วยไอ้ปัดแม้นอย่างน้าก็ยังมีนคณีบุญเนี่ยได้มันจังใบคลายเต้บาดจังปุกเกก็บานเรือไอหวานแต่เนยจมูกนางบรรทุกปนร้าจุ่มคณีตายมาดองเนยยุบดำโบงอ่ะบองปนคือปุกเกแต่งบุญเนี่ยนั่งเกงจุ่มคณีในคอนโดนั่งปุกเกรงจำสดับเอาแต่ดอนมองดับปีหนึ่งไซส์สปรามติปุกเกจำสดับตายมาดองตายอัดเรือไว้แดงออกตายมาดองอย่ารุ่มขมอยนั่งเธอซีหมองอ่ะเฮ้ยพอดยุบตีมวยบัดโจยุบตีปียุบตีใบยุบตีบ้วนเนยมันเคยอย่างไว้แต่งออกตายมาดองจังปุกเกกท่าประหายเชียเนรีมันเนี่ยนั่งหรือขมอยสไลมันเนี่ยนั่งแรงจริงมันลงไอ้บรรทอที่เท่าบาดปนร้าไอ้สบายจัดบ้านปนร้าอดไอ้คอดมัดแผลบอกคลุ้นไอ้ในบรรทอที่บ้านนู่นไล่ผัวอดเงี้ยเอาไว้การล้างท้อง
ហើយខ្លួនឯងក៏នៅតែភ័យខ្លាចយ៉ាងណាក៏ត្រូវតែទ្រាំនៅកន្លែងនោះបន្តទៀតព្រោះថាបងលុយបងកាក់ហើយហើយថ្លៃបន្ទប់ជួលក៏ថ្លៃទៅទៀតខ្លួនអត់មានលុយទេហើយគាត់ក៏ដូចដើមអញ្ចឹងគឺនៅយប់នោះគឺគាត់គេងមិនលក់ទេបងអូនរ៉ាក៏យកភួយមកបិទមុខសង្ងំគេងតែម្ដងមិនមើលទូរស័ព្ទបិទទ្វារបិទអីសັບគ្រប់បែបយ៉ាងតែម្ដងតែនាឡិកាក៏គាត់មិនមើលដែរកុំឲ្យចងចាំអាម៉ោង 12:45 ម៉ោង 12:45 នឹងជាប់លាប់ពេកណាស្រាប់តែម៉ោង 12:45 នាទីសំឡេងក៏លឺទឹងមនុស្សស្រីដើរតបសំឡេងសោក្លឹងលឺដូចធម្មតាអ្នកទាំងអស់គ្នាអូតែលើកនេះមិនមែនដើរទៅផុតទេដើរមកឈប់ចំមាត់បន្ទប់បងអូនរ៉ាតែម្ដងបងប្អូនពួកយើងសាកសម័យរូបភាពមើលនៅពេលដែលយើងគេងនៅក្នុងបន្ទប់បិទភ្លើងចិត្តប៉ុន្តែនៅខាងក្រៅអគារខុនដូគេមិនបើកភ្លើងអញ្ចឹងវាធ្វើឲ្យមានសម្ោជះចូលដល់បន្ទប់យើងអញ្ចឹងណាបងប្អូនរ៉ាបានឃើញសម្ោមនុស្សស្រីឈរនៅមុខបន្ទប់បងអូនតែម្ដងអូអ្នកទាំងអស់គ្នាបេះដូងយើងគឺបឹបតែម្ដងនៅពេលដែលគាត់រន្ធត់ចិត្តកាន់តែខ្លាំងឡើងសំឡេងឆ្កឹះទ្វារសោដូចរបៀបមានមនុស្សឆ្កឹះទ្វារអញ្ចឹងក៏បានបន្លឺឡើងគ្រិករបៀបថាមនុស្សដែលនៅខាងក្រៅនឹងព្យាយាមចាក់សោចូលមកក្នុងបន្ទប់មកនៅជាមួយនឹងបងអូនរ៉ាកាន់តែញាប់ប្រប់ពេញខ្លួនតែម្ដងខំប្រឹងកលុំភួយសូត្រធွာសັບគ្រប់បែបយ៉ាងគាថាណាក៏សូត្រដែរក្រោយសំងំអរយៈពេលមួយមកគាត់ក៏មានអារម្មណ៍ថាសន្មោនោះបានដើរចេញពីបន្ទប់គាត់បាត់ទៅហើយក្រោយមកស្ថានភាពក៏ស្ងាត់សូន្យឈឹងឮសូរតែសំឡេងចង្រិតយំជ្រេកគាត់ក៏សម្រេចចិត្តដើរមើលទៅតាមប្រឡោះកែវតូចដែលនៅជាប់ទ្វារបន្ទប់ធម្មតាទ្វារវាមានប្រឡោះកែវឆ្លោះមើលអញ្ចឹងណាបើអ្នកទាំងអស់គ្នាដូចគាត់វិញតែអ្នកទាំងអស់គ្នានឹងទៅមើលអត់គាត់ក៏អោនភ្នែកយកទៅចិត្តប្រឡោះកែវទូចនោះបងប្អូនអ្វីដែលគាត់ឃើញគឺប្អូនស្រីម្នាក់នោះកំពុងតែឈរនៅមុខបន្ទប់គាត់ហើយញញឹមបក់ដៃអូគ្រាន់តែឃើញបែបហ្នឹងភ្លាមគឺប្អូនរ៉ាដួលសន្លប់ភឹមនៅក្នុងបន្ទប់របស់ខ្លួនឯងតែម្ដងតម្រាំតែគាត់បាទភ្ញាក់ខ្លួនឡើងមកវិញគាត់ក៏សម្រេចចិត្តទៅម្ចាស់បន្ទប់ថាបងខ្ញុំមិនអាចនៅបន្តទៀតរហូតដល់បញ្ចប់កិច្ចសន្យាបានទេខ្ញុំសូមរើអីវ៉ាន់ចេញហើយបើសិនជាបងអត់ប្រកាន់ទេខ្ញុំសូមតែលុយកក់ពាក់កណ្ដាលមកវិញបានហើយបងអូនរ៉ាក៏បានសួរសំណួរមួយទៀតថាបងខ្ញុំសួរមែនតែននៅនឹងមានអីអត់បាទសំតែម្ចាស់បន្ទប់ហ្នឹងគាត់ខឹងគាត់សួរថាបងអូនឯងកាត់អីមែនគាត់បែរជាមកនិយាយជាមួយនឹងបងអូនរ៉ាថាចំគេនៅនឹងទៀតហ៎គេអត់តន់ទៅទេហ៎បាទគឺម្ចាស់អាគារគាត់និយាយបែបហ្នឹងណាបងប្អូនដល់ពេលតែម្ចាស់បន្ទប់និយាយបែបហ្នឹងបងអូនរ៉ាភាំងស្រឡាំងកាំងហើយគាត់ក៏បន្តគិតថាមានន័យថាម្ចាស់បន្ទប់ហ្នឹងគាត់ដឹងរឿងរ៉ាវទាំងអស់ហ្នឹងមែនបងអូនរ៉ាក៏បន្តសួរទៅម្ចាស់បន្ទប់ហ្នឹងហើយម្ចាស់បន្ទប់ហ្នឹងក៏បន្តថាបងអូនស្ដាប់ណាគឺថាអញ្ចេះរឿងរ៉ាវកាលពី2ឆ្នាំមុនហ្នឹងមុនដែលបងអូនរ៉ាមកស្នាក់នៅគឺមាននិស្សិតប្រុសម្នាក់គាត់បានមកជួលកន្លែងហ្នឹងហើយបន្ទប់គេងនៅចុងបង្អស់នៃអាគារនៅជាប់មាត់បង្អួចតែម្ដងតែទុកឲ្យខ្យល់ចេញចូលហ្នឹងគឺមាននិស្សិតប្រុសម្នាក់ដែលមានសង្សារស្រីម្នាក់ស្អាតមែនតែនស្នាក់នៅជាន់ទី11ដោយបងអូនរ៉ាដែរហើយគូសង្សារហ្នឹងគាត់ស្រឡាញ់គ្នាដបងប៉ុន្តែក្រោយមកក៏ឆ្លោះគ្នាសឹងតែរាល់ថ្ងៃជេរគ្នាដោយប្រើប្រាស់ពាក្យអសុរោះទៅទៀតគាត់ក៏មិននឹកស្មានដល់ដែរថ្ងៃខ្លះគឺមានបោកប្រាស់បោកចានបោកឆ្នាំងអញ្ចឹងទៅតែមកពីបងអូនស្រីម្នាក់ហ្នឹងដូចជាស្រឡាញ់និស្សិតប្រុសហ្នឹងខ្លាំងណាស់ទើបខំប្រឹងទ្រាំអញ្ចឹងណាប៉ុន្តែឲ្យតែមកជួបគ្នាគឺឆ្លោះគ្នារៀងរាល់ថ្ងៃអ្នកនៅជាន់ហ្នឹងនរណាក៏ដឹងដែរអញ្ចឹងណាអូអ្នកទាំងអស់គ្នានេះចាប់ផ្ដើមដល់សាច់រឿងហើយរហូតដល់ថ្ងៃពួកគេទាំងពីរអ្នកឆ្លោះគ្នានៅថ្ងៃនោះគឺឆ្លោះគ្នាឡើងផ្អើលគ្រប់ជាន់តែម្ដងហើយម៉ោងដែលឆ្លោះគ្នានឹងគឺប្រហែល7ពាក់កណ្ដាលយប់ទៅហើយនិស្សិតប្រុសម្នាក់នឹងក៏ច្រាននារីនោះចេញពីបន្ទប់ច្រានសង្សាររបស់ខ្លួនឯងអញ្ចឹងណាហើយក៏ស្រែកថាទៅស្លាប់ណាស្លាប់ទៅតាមពិតគេប្រើពាក្យថាងាប់ណាងាប់ទៅអញ្ចឹងណាបងប្អូនស្រីម្នាក់យំខ្លាំងមែនទែនហើយបន្ទាប់ពីសង្សាររបស់ខ្លួនបិទទ្វារក៏នាងគោះទ្វារខ្លាំងឌឹបបើមិនបើកទេខ្ញុំនឹងស្លាប់ឲ្យមើលអញ្ចឹងណាប៉ុន្តែខាងប្រុសអត់បើកទ្វារទេទោះបីជានារីនោះសម្លុតថានឹងសម្លាប់ខ្លួនយ៉ាងណាក៏ដោយសារតែគិតថាសង្សាររបស់ខ្លួនគ្រប់ពេលវេលាដែលឆ្លោះគ្នាតែងតែគំរាមបែបអញ្ចឹងណាសម្លាប់ខ្លួនដៃជើងអីអញ្ចឹងទៅសំឡេងចុងក្រោយដែលអ្នកនៅខុនដូក្បែរនោះលឺគឺផាំងសំឡេងសរ៉ែនឡានក៏បន្លឺឡើងគីណូនេះណូចឹងទៅបាទអ្នកនៅក្នុងខុនដូនឹងទាំងអស់គ្នាតែម្ដងក៏ចេញមកហេតុអីបានលឺសូរខ្លាំងភីងផាំងចរាចរណ៍ខ្លាំងម្លេះចឹងណាអ្វីដែលពួកគេឃើញគឺប្អូនស្រីម្នាក់នឹងបានលោតចេញពីបង្អួចមាត់អាគារជាន់ទី11ហ្នឹងទៅទើនៅលើដំបូលឡានទៅធ្វើឲ្យដំបូលឡានហ្នឹងបាទលឺសូរងីងងហើយសភាពឡានគឺខ្ទេចដំបូលឡានហ្នឹងគឺបាទដូចយើងឃើញនៅក្នុងរឿងអញ្ចឹងគឺខ្ទេចទ្រោមបាក់
ស្រត់ចូលខាងក្នុងតែម្ដងទើបធ្វើឲ្យឡានហ្នឹងបន្លឺសំឡេងឡើងហើយសភាពសាក់សពរបស់ប្អូនស្រីហ្នឹងអ្នកទាំងអស់គ្នាមិនចាំបាច់និយាយទេកញ្ចក់ឡានក៏បែកអស់ដែរបាទគឺប្អូនស្រីដេកត្រាំឈាមគួរឲ្យអាណិតខ្លាំងមែនតែម្ដងនៅពេលនោះបន្ទាប់មកប៉ូលីសមានសមត្ថកិច្ចក៏គាត់មកធ្វើសំណុំរឿងធ្វើអីទៅតាមច្បាប់ទម្លាប់អញ្ចឹងណាហើយខាងសង្សារប្រុសហ្នឹងក៏ត្រូវបានគេអញ្ជើញទៅសួរនាំបន្ទាប់មកប្អូនប្រុសម្នាក់ហ្នឹងក៏រើចេញពីខុនដូនោះបាត់ទៅហើយអ្នកដែលស្នាក់នៅខុនដូជាន់ទី11នោះគឺតែងតែឮសំឡេងដើរយន្តដោយអ្វីដែលប្អូនរាឮជាប្រចាំអញ្ចឹងតែពួកគេបានចាប់អារម្មណ៍ទេគិតថាមនុស្សដើរធម្មតាយូរទៅអ្នកដែលគាត់ត្រឡប់មកពីធ្វើការពេលយប់វិញក៏បានជួបជាមួយនឹងប្អូនស្រីម្នាក់ពេលខ្លះក៏ដើរតាមផ្លូវកណ្ដាលហ្នឹងខ្លះទៀតក៏ឃើញនាងធ្វើកាយវិការប្រុងនឹងលោតតាមវត្តបង្អួចនោះតែអ្វីដែលធ្វើឲ្យអ្នកស្នាក់នៅទីនោះទ្រាំនៅលេងបានបន្តទៀតគឺនៅពេលដែលពួកគេប្រើប្រាស់ចណ្ដាលយន្តបាទនៅពាក់កណ្ដាលយប់ហ្នឹងទោះបីជាឡើងក៏ដោយចុះក៏ដោយមុននឹងទ្វារចណ្ដាលយន្តបិទអញ្ចឹងស្រាប់តែមានដៃមនុស្សស្រីម្នាក់លូកមកខាំងប៊ឹបបាទចំពាក់កណ្ដាលទ្វារដើម្បីឲ្យទ្វារចណ្ដាលយន្តបើកវិញអញ្ចឹងណាអ្នកទាំងអស់គ្នាហើយពួកគេក៏ឃើញមនុស្សស្រីម្នាក់បាទដើរឈ្ងោកមុខចូលមកក្នុងចណ្ដាលយន្តជាមួយគេអ្នកដែលគាត់មិនដឹងមិនស្នាក់នៅជាន់ទី11ឬក៏ជាន់ទី12នៅលើហ្នឹងទេគឺគេដឹងទេប៉ុន្តែអ្នកដែលដឹងរឿងនេះគឺភ័យបេះដូងសឹងតែលោតចេញមកទៅហើយព្រោះត្រូវខ្លួនឯងជិះនៅក្នុងចណ្ដាលយន្តជាមួយនឹងខ្មោចចឹងណាបងប្អូនអូប៉ុន្តែរឿងដែលសាហាវបំផុតហ្នឹងគូឲ្យខ្លាចបំផុតដែលប្អូនរាមិនបានដឹងពីមុនមកហ្នឹងគឺនៅជាន់ទី11ទាំងស្រុងមានតែបន្ទប់ប្អូនរាតែប៉ុណ្ណោះដែលមានមនុស្សស្នាក់នៅក្រៅពីហ្នឹងគឺមនុស្សនៅជាន់ទី11ហ្នឹងរើចេញអស់ហើយអ្នកទាំងអស់គ្នាចំណែកឯម្ចាស់ខុនដូដែលបានទិញបន្ទប់ហ្នឹងគឺក៏ត្រូវរើចេញហើយគាត់ក៏បានដាក់បន្ទប់ហ្នឹងជួលតអញ្ចឹងទៅគ្រាន់តែលឺម្ចាស់ផ្ទះនិយាយចប់ភ្លាមប្អូនរាក៏ទេទៅមិត្តភក្តិរបស់គាត់ឲ្យមកទទួលខ្លួននៅថ្ងៃហ្នឹងតែម្ដងរបស់អីទុកនឹងសិនទៅមិនចាំបាច់តន់រើចេញទេចាំពេលថ្ងៃចាំមកយកអញ្ចឹងណាតែយ៉ាងណាក៏ម្ចាស់បន្ទប់គាត់ចិត្តល្អគាត់បានផ្ដល់លុយពាក់កណ្ដាលទៅឲ្យប្អូនរាវិញថាម្ចាស់បន្ទប់នឹងចិត្តល្អក៏ថាបានថាគាត់ចិត្តអាក្រក់ក៏ថាបានដែរព្រោះនេះគឺជួបន្ទប់ឲ្យគេទាំងមិនបានប្រាប់ពីរឿងរ៉ាវពិតប្រាកដដែលខ្លួនជាម្ចាស់បន្ទប់នឹងជួបអញ្ចឹងណាអ្នកទាំងអស់គ្នាតែបើយើងឈរនៅក្នុងនាមម្ចាស់ខុនដូវិញពេលខ្លះយើងក៏ចង់ជួខុនដូដែរថាបើប្រាប់ទៅមិនគេមកជួយើងត្រូវអត់បាទហើយនឹងគឺជារឿងរ៉ាវដ៏គួរឲ្យរន្ធត់របស់ប្អូនរាដែលគាត់បានប្រាប់មិត្តភក្តិរបស់គាត់បងប្អូនរបស់គាត់ឲ្យបានដឹងឲ្យទទួលអារម្មណ៍ទាំងអស់ហ្នឹងហើយបងប្អូនរបស់គាត់ក៏បាននាំប្អូនរាហ្នឹងបាទទៅស្រោចទឹកចេញពាក់ខ្សែកថាពាក់ស្អីចឹងទៅនៅពេលដែលគាត់បដូរខុនដូទៅនៅបន្ទប់ថ្មីបាទគាត់ស្រោចទឹកស្រោចអីឲ្យអស់ចឹងទៅគាត់ក៏លែងបានឃើញនារីម្នាក់នោះទៀតដែរបានន័យថាគាត់រួចខ្លួនហើយ